មកលើកនឹងមកជាមួយនឹង channel ថ្មីរបស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគ្រប់គ្រងខ្ញុំដូចពីមុនទៅហើយដោយសារ channel ចាស់របស់ខ្ញុំគឺមានបញ្ហារហូតដល់90ថ្ងៃអ្នកទាំងអស់គ្នាខ្ញុំពិបាកទទួលយកខ្លាំងមែនទែនខ្ញុំដល់ពេលអញ្ចឹងទៅខ្ញុំហៅនឹកឯងនិយាយឡើងចង់ចាញ់វីដេអូcủaខ្ញុំមិនសូវចង់បញ្ចេញណាខ្ញុំប្រឡូកមកគឺតែឯងសតតែម្ដងហើយដល់ពេលវាមានបញ្ហាអីមួយអញ្ចឹងទៅខ្លួនឯងដោះស្រាយខ្លួនឯងអញ្ចឹងទៅដោះស្រាយមិនបានទេគឺមានតែទៅតាមហ្នឹងទៅអ្នកគ្នាវាធម្មតាទេបើchannel មួយហ្នឹងបើឲ្យខ្ញុំកំប៉ុងខ្ញុំគិតថាវាមិនមកវិញទេមើលទៅគេអាចនឹងបិទ channel ហ្នឹងចោលអញ្ចឹងទៅហើយឥឡូវខ្ញុំមានតែចាប់ផ្ដើមសារជាថ្មីអញ្ចឹងទៅបើថាមានតែមើលក៏មានមិនមានក៏បានប៉ុណ្ណាយកប៉ុណ្ណឹងទៅធម្មតាយើងបើនិយាយជារួមឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមប្រឡូកម្ដងទៀតហើយខ្ញុំនៅតែអត់យល់ពីវាណែហ្នឹងអ្នកគ្នាខ្ញុំអត់ដឹងថាបងគាត់ធ្វើវីដេអូមុនមិនវាអត់សូវចប់ copyright អញ្ចឹងណាដល់ពេលអញ្ចឹងទៅខ្ញុំចង់រៀនយល់ពីគាត់តែយើងធម្មតាយើងអត់មានខ្សែមានអីចឹងណាយើងហៅដឹងពឹងពាក់ណាគេបានហ្នឹងទៅមានតែប្រឡូកខ្លួនឯងខូចតែខ្លួនឯងខ្ញុំអត់ស្ដាយថងអីទេគ្រាន់ស្ដាយថងថា channel ហ្នឹងវាបើកឲ្យយើងរកចំណូលឲ្យបានចឹងណាតែខ្ញុំគិតថាវាជាមេរៀនខ្ញុំទៅបើវាសំណាងបានតែមួយផ្លែចឹងណាខ្ញុំដំបូងខ្ញុំស្វ័យអត់ដែរដល់ពេលវាចេញមកលោតមកអញ្ចឹងខ្ញុំក៏មិនដឹងដោះស្រាយវាមិនដែរដោយសារខ្ញុំមិនអ្នកខាងដោះស្រាយរឿងចឹងហ្នឹងវាចឹងតែឥឡូវមានមកចាប់ដើមសារជាថ្មីអញ្ចឹងណាចាប់ដើមសារជាថ្មីជាមួយនឹង channel ថ្មីរបស់ខ្ញុំហើយបើមានអ្នកគ្រប់ត្រក៏មានមិនមានក៏ឲ្យទៅវាធម្មតាទេអ្នកនរគ្នាយើងដៃថ្មីអញ្ចឹងទៅយើងធ្វើវីដេអូធ្វើអីវាមិនសូវជាតំណងអីចឹងទៅណាហើយគាត់ថាខ្ញុំមានចំណេះដឹងតិចតួចគឺខ្ញុំអត់លាក់ទេខ្ញុំប្រាប់អ្នកនរគ្នាទាំងអស់ហ្នឹងហើយដូចជាឥឡូវអញ្ចឹងគឺខ្ញុំមកធ្វើឡានមួយធ្វើទ្រីសអញ្ចឹងណាទ្រីសឲ្យគ្នាយើងមើលអញ្ចឹងទៅក៏កុំឲ្យថាធ្វើតាមខ្ញុំហើយខាតតែពេលអត់ប្រយោជន៍អីអញ្ចឹងទៅធ្វើអត់បានធ្វើអីចេះចោះអញ្ចឹងទៅខ្ញុំកែហើយខ្ញុំមានតែទ្រីសឲ្យមើលគ្នាយើងមើល smooth ក៏មិន smooth អញ្ចឹងមានមើលតាមហ្នឹងទៅហើយសម្រាប់ឡានបើថាឡានចង់ smooth ចង់ស្រេះឲ្យវា smooth អមើលម៉ាស៊ីនមើលលើម៉ាស៊ីនវាអ្នកនរគ្នាពពួក1695ហ្នឹងអាហ្នឹងសិតតែម៉ាស៊ីនធំអាហ្នឹងស៊ូទ្រីសហើយបើឡានដូចអ្នកគ្នាយកមកពីផែនដីអញ្ចឹងឡានហ្នឹងស៊ីនមកវាម៉ាស៊ីនតូចតែបើសិនជាយកមកឃើញម៉ាស៊ីនធំអញ្ចឹងណាដូចរបៀបថាគេកែឲ្យអូតូអញ្ចឹងណាហ្នឹងហើយអ្នកគ្នាមកចំកាយវាច្រើនកែថាកន្លែងកង់វាអញ្ចឹងណាដាក់កង់កដាអញ្ចឹងទៅហ្នឹងហើយចំណុចសំខាន់របស់ឡានទ្រីសគឺមានតែប្រហែលយ៉ាងហ្នឹងទេបើស្ថិញយើងអាចសេរីលេងឡងខ្លួនឯងបានតែបើអ្វីដែលសំខាន់គឺម៉ាស៊ីនធំអីចឹងទៅហើយនឹងកន្លះកង់មកវាគឺយើងត្រូវតែប្រសឹកវាឲ្យដល់ធំទៅ0វាដំបងវា 100% ពេញបបអាហ្នឹងហើយដល់ពេលយើងសឹកវាឲ្យដល់ធំ 0% ចឹងទៅវាអាចនឹង smooth ហើយមួយទៀតកង់យើងសេរីកង់វាដែរពេលខ្លះទ្រីទៅកាច់កោតវាអត់សូវស៊ីកាច់កោតវាស៊ីដែរតែរបៀបថាវាអត់ទៅតាមថាយើងដល់យើងកាច់ទៅស្ដាំត្រូវអត់វាកាច់ទៅស្ដាំទៅវាអត់ទៅតែយើងឃើញកង់ឡានហ្នឹងវាកាច់ហើយតែឡានអត់ជាក់ស្ដែងហ្មងឡានវាអត់កាច់តាមអញ្ចឹងណាហ្នឹងហើយអាហ្នឹងវាបញ្ហាមកពីកង់ឡានហ្នឹងយើងស្រែហ្នឹងយើងស្រែតាមហ្នឹងអញ្ចឹងទៅហើយវីដេអូហ្នឹងគឺខ្ញុំអត់មានអីនិយាយច្រើនទេខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបថែឡើងតលិចតែតិចនេះអញ្ចឹងណាហើយបើមានគ្នាយើងមានចម្ងល់មានអីទៀតអាចឆាតសួរឬ comment សួរបន្ថែមបើខ្ញុំមានពេលខ្ញុំនឹងចេញវីដេអូបកស្រាយប្រាប់អញ្ចឹងណាហ្នឹងហើយអ្នកគ្នាហើយវីដេអូរបស់យើងកាត់មកដល់ទីបញ្ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច like ខ្ញុំអ្នកមួយទៅហើយកុំភ្លេចជួយ subscribe channel ថ្មីខ្ញុំអ្នកមួយណាអ្នកគ្នាក៏បានចំណេះដឹងថ្មីទៀត